大家好，欢迎来到中文班。សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនភាសាចិនវគ្គមូលដ្ឋានគ្រឹះថ្នាក់ដំបូងទាំងអស់គ្នាអូខេក្រោយពីយើងបានសិក្សាតាក់ទងជាមួយនឹងជនជំនះហើយនឹងស្រៈបានមកច្រើនហើយអញ្ចឹងថ្ងៃនេះគឺយើងមកសិក្សាតាក់ទងជាមួយនឹងស្រៈបន្ថែមទៀតអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានស្រៈចំនួន5យកមកបង្ហាញបងប្អូនទាំងអស់គ្នាតោះឥឡូវយើងមកមើលថាមានស្រៈអីគេខ្លះបាទថ្ងៃនេះគឺជាថ្ងៃទី15ក៏បានន័យថាវីដេអូខ្ញុំបង្ហាញទៅគឺ15វីដេអូដែរហើយអូខេសង្ឃឹមថាបងប្អូនអ្នកសិក្សាទាំងអស់គ្នាចេះបានច្រើនចាំបានច្រើនអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានស្រៈចំនួន5យកមកបង្ហាញដល់បងប្អូនទាំងអស់គ្នាអញ្ចឹងស្រៈទី1យើងអានថាអានអិនអ៊ីនអ៊ួនអ៊ូនម្ដងទៀតអានអិនអ៊ីនអ៊ួនអ៊ូនអូខេតោះឥឡូវយើងមកមើលថាស្រៈអានយើងយកពាក្យអីមកបង្កើតជាពាក្យយកព្យញ្ជនៈអីមកបូកដើម្បីបង្កើតជាពាក្យអូខេឥឡូវនេះគឺព្យញ្ជនៈតើអ្នកតាគ្នាគឺតើបូកជាមួយនឹងស្រៈអានយើងអានថាតានអានឹងគឺសលេងទី1អ្នកតាគ្នាយើងត្រូវអានថាតានសលេងទី2តានសលេងទី3តានសលេងដើមកតានសលេងទី4តាន់អញ្ចឹងពាក្យនេះនៅពេលដែលវាបូកជាមួយនឹងសលេងទី4វាដូរទៅជាតាន់អត់តានទៀតទេតាន់អូខេតាន់ស៊ឺអ៊ីគឺស៊ឺដដែលអញ្ចឹងសលេងទី4វាគឺស៊ឺអញ្ចឹងពាក្យនេះយើងអានថាតាន់ស៊ឺអូខេតាន់ស៊ឺតមកទៀតពាក្យនេះគឺស្រៈនេះគឺស្រៈអិនកព្យញ្ជនៈយើងគឺព្យញ្ជនៈកអិនកិនសលេងទី1យើងអានថាកិនអញ្ចឹងយើងអត់ចាំបាច់ប្រកបទៀតទេអញ្ចឹងពាក្យហ្នឹងយើងអានយកតែម្ដងទៅគឺងាយទេកអិនកិនសលេងទី1យើងអានថាកិនអូខេតមកទៀតស្រៈនេះគឺស្រៈអ៊ីនណអ៊ីននីនអូខេអញ្ចឹងសលេងទី1យើងអានថានីនសលេងទី2នីនយើងអានឡើងអ្នកនរគ្នាអញ្ចឹងពាក្យនេះយើងអានថានីនតទៀតអូខេអញ្ចឹងយើងមកចំណាំស្រៈនេះទាំងអស់គ្នាស្រៈនេះគឺយើងអាចអានបាន2ម៉ាត់អ៊ួនក៏បានអ៊ុនក៏បានអ្នកនរគ្នាអូខេអញ្ចឹងយើងមកមើលព្យញ្ជនៈជីបូកជាមួយនឹងស្រៈអ៊ីយើងអានថាជាអូខេជាសលេងទី1យើងអានថាជាសលេងទី2ជាអូខេអញ្ចឹងពាក្យនេះយើងអានថាជាអញ្ចឹងអានេះគឺព្យញ្ជនៈហបូកជាមួយនឹងស្រៈអ៊ុនអានេះយើងអានសលេងហ៊ុនអ្នកនរគ្នាហអ៊ុនហ៊ុនសលេងទី1យើងអានថាហ៊ុនអញ្ចឹងពាក្យហ្នឹងយើងអានថាជាហ៊ុនអូខេតមកទៀតពាក្យនេះគឺយើងបានរៀនរួចមកហើយពាក្យនេះយើងអានថាអ៊ុនមូអញ្ចឹងស្រៈអ៊ុនគឺនៅតែអ៊ុនដដែលទេសលេងទី1យើងអានថាអ៊ុនសលេងទី2អ៊ុនទី3អ៊ុនទី4អ៊ុនអូខេអញ្ចឹងអក្សរអ៊ុនេះគឺបូកជាមួយនឹងស្រៈអ៊ុនយើងអានសលេងយ៉ាងធ្ងន់អញ្ចឹងប្រែថាអ៊ុនអូខេអ៊ុនម៉អ៊ូមូសលេងទី1យើងអានថាមូសលេងទី2មូសលេងទី3មូអញ្ចឹងពាក្យហ្នឹងយើងអានថាអ៊ុនមូអូខេតោះឥឡូវយើងមកមើលពាក្យយើងបកប្រែទាំងអស់គ្នាតានស៊ឺតើអានតានសលេងទី4តាន់ស៊ឺអ៊ីស៊ឺសលេងទី4ស៊ឺតាន់ស៊ឺយើងប្រែថាប៉ុន្តែតាន់ស៊ឺប៉ុន្តែតមកទៀតកអិនកិនសលេងទី1យើងអានថាកិនយើងប្រែថាជាមួយអូខេតមកទៀតណអ៊ី对不起ណអ៊ីននីនសលេងទី2នីនគឺយើងប្រែថាអ្នកពាក្យនេះគឺដូចជាពាក្យនីដែរនីក៏យើងប្រែថាអ្នកដែរអ្នកនរគ្នាក៏ប៉ុន្តែពាក្យនីននេះគឺយើងប្រើសំដៅទៅលើមនុស្សដែលមានវ័យចំណាស់ជាងយើងឬក៏មនុស្សដែលចាស់ជាងយើងប្រើដូចជាប្រើទៅកាន់លោកគ្រូអ្នកគ្រូឬក៏ឪពុកម្ដាយជីតាជីដូនអីរបស់យើងអញ្ចឹងណាអ្នកនរគ្នាយើងអត់អាចប្រើពាក្យនីទេព្រោះបើប្រើពាក្យនីលក្ខណៈថាយើងរៀងឆ្លើយអញ្ចឹងប៉ុន្តែបើយើងប្រើពាក្យនីនបង្ហាញថាជាការគោរពទៅកាន់មនុស្សដែលវ័យចាស់ជាងយើងអូខេអញ្ចឹងបន្តមកទៀតជាសលេងទី2ជាហអ៊ុនហ៊ុនសលេងទី1ហ៊ុនជាហ៊ុនយើងប្រែថារៀបការឬក៏រៀបអាពាហ៍ពិពាហ៍ជាហ៊ុនអូខេតមកទៀតអ៊ុនមូយើងប្រែថាស្រៈអ៊ុនមូអូខេតើឥឡូវយើងអានម្ដងទៀតតានស៊ឺប៉ុន្តែកិនជាមួយនីនអ្នក
结婚រៀបការ运母ស្រៈអូខេឥឡូវយើងមកមើលជឿហោរបស់យើងវិញអញ្ចឹងអានេះគឺយើងយកពាក្យតាន់អូខេតើអានតាន់នៅអាណាសលេងទី4ទៅជាណាអូខេអញ្ចឹងខ្ញុំខ្ជិលរាប់ឲ្យម្ដងមួយកុំឲ្យអូបន្លាយពេលវេលារបស់បងប្អូនទាំងគ្នាយូរអញ្ចឹងខ្ញុំមើលតាមសលេងហ្នឹងហើយខ្ញុំអានយកតាមសលេងតែម្ដងប៉ុន្តែបើបងប្អូនអត់ទាន់ច្បាស់ពេលដែលយើងសិក្សាតាក់ទងជាមួយនឹងវីដេអូហ្នឹងយើងបើអត់ទាន់ច្បាស់យើងយកមកប្រកបខ្លួនឯងមកអូខេយើងរាប់ពីសលេងទី1ទី2ទី3ទី4អញ្ចឹងទៅអូខេឥឡូវខ្ញុំអានឲ្យអ្នកទាំងគ្នាម្ដงទៀតតើអានតានសលេងទី4តាន់នៅអាណាសលេងទី4ណាអូខេណាអូខេ是一是សលេងទី2是ហៅហៅសលេងទី4ទៅជាហូ是ហូអូខេណែអ៊ីននិនសលេងទី2និនប៉អ៊ូពូសលេងទី4ពុអូខេអ៊ីអាងអានេះគឺជាស្រៈផ្សំមួយអ្នកនរគ្នាអ៊ីអាងយើងអានថាអៀងអ៊ីអាងអៀងស៊ីអៀងសៀងសលេងទី3សៀងអូខេសៀងតមកទៀតព្យញ្ជនៈកើបូកជាមួយនឹងស្រៈ n សលេងទី1យើងអានថាកិនអ៊ូអវសលេងទី3វអូខេជីហឺអូនហ៊ុនអូខេជីហ៊ុនយើងបានប្រកបហើយអូខេអញ្ចឹងម្ដងទៀត但那时候您不想跟我结婚អូខេតមកទៀតអ៊ីអាននេះក៏ជាស្រៈផ្សំដែរអ្នកនរគ្នាវីដេអូបន្ទាប់នឹងឃើញហើយវីដេអូនៅពេលដែលខ្ញុំបរៀនចប់ស្រៈអូខេអញ្ចឹងនៅក្រៅពេលដែលខ្ញុំបរៀនចប់ស្រៈខ្ញុំនឹងបរៀនតាក់ទងជាមួយនឹងស្រៈផ្សំឲ្យអ្នកនរគ្នាអញ្ចឹងឥឡូវយើងមកមើលសិនអ៊ីអានយើងប្រាប់ថាអ៊ៀនសៀនសលេងទី4សៀនអូខេសៀនពីហ្នឹងយើងអានថាសៀនจื้อไอใจសលេងទី4ទៅជាចៃអូខេសៀនចៃប៉អ៊ីពៀសលេងទី2ពៀអូខេពៀហឺអូហូសលេងទី4ទៅជាហូអូខេហូហឺអ៊ុយហ៊ួយសលេងទី2ហ៊ួយហូហ៊ួយ现在别后悔现在别后悔现在别后悔អូខេអញ្ចឹងយើងមកអានម្ដងទៀត但那时候您不想跟我结婚但那时候您不想跟我结婚但那时候您不想跟我结婚现在别后悔现在别后悔ម្ដងទៀត但那时候您不想跟我结婚现在别后悔អូខេអញ្ចឹងពាក្យហ្នឹងយើងមកសម្រាយឲ្យបងប្អូនតាគ្នាតាននេះមកពីពាក្យថាតានសឺយើងប្រែថាប៉ុន្តែពាក្យថាណានេះមកពីពាក្យណាកើតើពេលតានណាហ្នឹងបានន័យថាប៉ុន្តែកាលនោះអីចឹងទៅពាក្យថាសឺហូពេលវេលាសឺហូយើងប្រែថាពេលវេលាអញ្ចឹង4ម៉ាត់នេះយើងបូកចូលគ្នាតានណាសឺហូប៉ុន្តែនៅពេលនោះគេចង់និយាយថាពេលវេលាដែលកន្លងផុតទៅហើយកាលពីអតីតកាលអ្នកនរគ្នាតានណាសឺហូប៉ុន្តែនៅពេលនោះពាក្យហ្នឹងយើងបកប្រែអញ្ចឹងនិនអ្នកពុបានន័យថាមិនពុមិនពុសៀងបានន័យថាមិនចង់អូខេពុសៀងមិនចង់កិនវ៉ាជាហ៊ុនពាក្យថាកិននេះយើងប្រែថាជាមួយកិនវ៉ាបានន័យថាជាមួយខ្ញុំកិនវ៉ាជាហ៊ុនរៀបការជាមួយខ្ញុំពាក្យហ្នឹងយើងត្រូវប្រែអញ្ចឹងអ្នកនរគ្នាពុសៀងកិនវ៉ាជាហ៊ុនអូខេមិនចង់រៀបការជាមួយខ្ញុំអូខេបន្តមកទៀតសៀនចៃយើងប្រែថាឥឡូវនេះសៀនចៃពីនេះបានន័យថាកុំឬក៏យើងប្រែថាកុំពីនេះកុំអូខេពាក្យថាហូនេះបើប្រែជាមួយនឹងពាក្យហូមានយើងអាចនិយាយថាខាងក្រោយតែពាក្យហូហ៊ុយកន្លែងនេះហូហ៊ុយនេះបើយើងប្រែទៅទេយើងប្រែថាពាក្យទៅទេយើងប្រែថាត្រឡប់ឧទាហរណ៍ថាយើងនិយាយពាក្យថាត្រឡប់ទៅផ្ទះអញ្ចឹងទៅពាក្យថាជាយើងប្រែថាផ្ទះទៅពេលហ៊ុយជាយើងប្រែថាត្រឡប់ទៅផ្ទះប៉ុន្តែពាក្យហូហ៊ុយទៅពីឈីហូហ៊ុយកន្លែងនេះយើងប្រែថាស្ដាយក្រោយឬក៏សោកស្ដាយអញ្ចឹងកន្លែងនេះយើងចង់និយាយថា现在别后悔បងប្អូនអាចប្រែបានអត់ថាយើងប្រែថាម៉េចអូខេអញ្ចឹងក្រោយពីខ្ញុំសម្រាប់បានមួយហើយយើងស្កប់វីដេអូបន្តិចទៅស្កប់វីដេអូបន្តិចគឺដើម្បីអីដើម្បីយើងហាត់បកប្រែដល់ខ្លួនឯងមកអូខេ但那时候您不想跟我结婚现在别后悔អូខេហ៎អញ្ចឹងយើងមកមើលការបកប្រែរបស់ខ្ញុំទាំងអស់គ្នាអូខេ但那时候您不想跟我结婚现在别后悔 OK但那时候您不想跟我结婚
ប៉ុន្តែនៅពេលនោះអ្នកមិនព្រមរៀបការជាមួយនឹងខ្ញុំទេឬក៏អ្នកមិនចង់រៀបការជាមួយនឹងខ្ញុំទេអានឹងប្រែមិនចង់ក៏បានមិនព្រមក៏បានដែរអ្នកនរគ្នាព្រោះវាជាការបដិសេធរស់យើងប្រែធ្វើម៉េចជាភាសាខ្មែរយើងឲ្យគេស្ដាប់ទៅយល់អ្នកនរគ្នាអូខេ现在别后悔ឥឡូវនេះកុំសោកស្ដាយអីអូខេឥឡូវនេះគឺកុំសោកស្ដាយអីបានន័យថាបរិសម្នាក់ឬក៏ស្ត្រីម្នាក់ហ្នឹងគឺកាលពីមុននឹងមើលរំលងទៅដៃគូរបស់គាត់អីចឹងទៅលក្ខណៈថាស្រឡាញ់គ្នាស្រឡាញ់ទៅពេលចុងក្រោយទៅអត់ព្រមរៀបការឬក៏អត់ព្រមយកជាគូអនាគតអីចឹងទៅដល់ពេលដែលថ្ងៃក្រោយទៅគាត់ស្ដាយក្រោយឃើញថាម្នាក់នោះគាត់ល្អត្រឹមត្រូវអីចឹងណាអាហ្នឹងនេះគាត់គេក៏និយាយថាសិនចៃពីហោហួយឥឡូវនេះគឺមិនចាំបាច់ស្ដាយក្រោយទៀតទេអូខេអញ្ចឹងតើតើជាមួយនឹងស្រៈទាំង5នេះអ្នកទាំងគ្នាគឺត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនហើយព្យាយាមអានឬក៏យកវាច្រឡងទៅកាន់សភៅឲ្យបានច្រើនដងអ្នកទាំងគ្នាគឺយើងកត់ហើយកត់ទៀតសរសេរហើយសរសេរទៀតអានថាយើងឧទាហរណ៍ថាអានស្រៈអានហ្នឹងវាមានអក្សរអីខ្លះអិនហ្នឹងមានអក្សរអីខ្លះអ៊ីនហ្នឹងមានអក្សរអីខ្លះអ៊ូនឬអ៊ុនហ្នឹងមានអក្សរអីគេខ្លះហើយជអ៊ីនហ្នឹងមានអក្សរអីគេខ្លះអាហ្នឹងគឺជារឿងដែលចាំបាច់បំផុតអ្នកទាំងគ្នាគឺដូចជាខ្ញុំនិយាយហើយនិយាយទៀតអញ្ចឹងគឺគោលបំណងរបស់ខ្ញុំដ៏ធំបំផុតគឺអត់ចង់ឲ្យអ្នកទាំងគ្នាព្យាយាមចាំប្រយោគអីទេគឺចង់ឲ្យអ្នកទាំងគ្នាព្យាយាមស្គាល់អំពីស្រៈហើយនឹងព្យញ្ជនៈឲ្យច្បាស់អូខេអញ្ចឹងតកតងជាមួយនឹងវីដេអូសិក្សាភាសាចិននៃមូលដ្ឋានគ្រឹះបានមកដល់ទីបញ្ចប់តែធំនេះបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តគិតថាល្អយើងអាចជួយ share បន្តហើយបើសិនជាមានកំហុសឆ្គងឬក៏កន្លែងណាខ្វះខាតសូមបងប្អូនទាំងអស់គ្នាជួយ comment ប្រាប់ខ្ញុំផងដើម្បីឲ្យខ្ញុំបានកែតម្រូវអូខេអរគុណជម្រាបលាបាយបាយ